ឪពុកម្ដាយលះបង់ច្រើនមែនទែនដើម្បីកូនគាត់ស៊ូលំបាកហត់នឿយយ៉ាងណាក៏គាត់មិនដែលហ៊ានត្អូញត្អែដែរធ្វើយ៉ាងណាដើម្បីឲ្យកូនបានរៀននៅសាលាល្អនឹងគេធ្វើយ៉ាងណាឲ្យកូនបានរៀនខ្ពង់ខ្ពស់ដូចគេក្តីស្រមៃរបស់គាត់ចង់ឃើញអនាគតរបស់កូនគាត់គឺល្អប្រសើរមានឈ្មោះបោះសម្លេងនៅក្នុងសង្គមអាចជួយគ្រួសារអាចជួយសហគមន៍របស់គេបានប៉ុន្តែមកដល់ពេលបច្ចុប្បន្ននេះយើងមើលឃើញក្មេងមួយចំនួនបើទោះបីជាឪពុកម្ដាយលះបង់ប៉ុណ្ណាក៏ដោយបើទោះបីជារាជរដ្ឋាភិបាលហាម5យ៉ាងណាក៏ដោយកូននៅតែមានដែរដឹងហើយឮហើយតែនៅតែធ្វើមិនយល់ថាតើមកពីកត្តាអីហេតុអ្វីបានជាគាត់អញ្ចឹងគួរឲ្យស្ដាយការខិតខំប្រឹងប្រែងការលះបង់របស់ឪពុកម្ដាយគាត់ខ្លាំងមែនទែនយើងមានឱកាសហើយហេតុអ្វីបានយើងមិនប្រឹងប្រែងរៀនសូត្រធ្វើជាយុវជនធ្វើជាទំពាំងពោពេញទៅដោយសក្តានុពលហេតុអ្វីយើងមិនចេះឈឺចាប់យើងឃើញទេគ្រួសារយើងលំបាកដោយសារអីដោយសារតែឪពុកម្ដាយអត់បានរៀនទេជំនាន់ដើមប៉ុន្តែប្អូនមកដល់ពេលបច្ចុប្បន្នមានឱកាសហើយម៉ាក់ប៉ាខិតខំហើយប្អូនទៅរៀនបែរជាមិនចូលរៀនទេទៅបង្កើតពួកបងតូចបងធំវាយគ្នាបោះម៉ូតូញ៉ៃញ៉ៃធ្វើឲ្យប៉ះពាល់ទៅដល់សណ្ដាប់ធ្នាប់សង្គមថែមទៀតផងតើសកម្មភាពទាំងអស់ហ្នឹងវាពិតជាល្អណាស់មែនទេសម្រាប់ប្អូនសម្រាប់គ្រួសាររបស់ប្អូនសម្រាប់សង្គមរបស់ប្អូនបានជាប្អូននៅតែបន្តធ្វើសកម្មភាពបែបហ្នឹងហើយបើសិនជាប្អូនធ្វើអញ្ចឹងតើប្អូនធ្លាប់គិតទៅដល់ឪពុកម្ដាយរបស់ប្អូនទេតើគាត់លះបង់អ្វីខ្លះដើម្បីប្អូនហើយក៏ប្អូនដឹងហើយឮហើយតែថារាជរដ្ឋាភិបាលលោកបានខិតខំប្រឹងប្រែងលុបបំបាត់សកម្មភាពទាំងអស់ហ្នឹងប៉ុណ្ណារឿងបងតូចបងធំវាយដំកាប់ចាក់បោះម៉ូតូហ្នឹងក្រែងដឹងហើយឮហើយថាធ្វើអញ្ចឹងវាកិច្ចមិនផុតពីសំណាញ់ច្បាប់ប៉ុន្តែហេតុអ្វីបងអូននៅតែធ្វើតើវាលយកន្លែងណាវាអស់ចាកន្លែងណាហេតុអ្វីបងអូនមិនយកពេលវេលាទាំងអស់នោះមកខិតខំប្រឹងប្រែងរៀនសូត្រក្រេបចិញ្ចក់ចំណេះដឹងរកជំនាញដាក់ខ្លួនឲ្យបានដើម្បីក្លាយទៅជាធនធានមនុស្សម្នាក់នៅក្នុងសង្គមដែលអាចជួយគ្រួសាររបស់ប្អូនបានដែលអាចជួយប្រទេសជាតិឲ្យខ្លាំងរីកចម្រើនបានកុំឲ្យដូចសពថ្ងៃគេមើងងាយគ្រប់បែបយ៉ាងអញ្ចឹងយើងអត់ហ៊ានអីមកផែជាមួយគេទេដោយសារយើងខ្សោយយើងខ្វះធនធានដូច្នេះហើយមានឱកាសបងត្រូវប្រឹងប្រែងរៀនសូត្រជិះឲ្យឆ្ងាយពីរឿងទាំងអស់នោះគ្មានប្រយោជន៍ទេបងគ្មានប្រយោជន៍ទេមានតែគេស្អប់ខ្ពើមមានតែគេដាក់បដាសាអូដូចយើងជិះម៉ូតូលឿនអញ្ចឹងយើងបោះម៉ូតូអញ្ចឹងចូលប៉ះពាល់ដល់គេទៅវាខូចក្នុងទ្រព្យសម្បត្តិរបស់គេទៀតអាយុជីវិតរបស់គេទៀតតើវាលយស្អីកន្លែងហ្នឹងហេតុអ្វីបាននៅតែធ្វើអញ្ចឹងសម្បូរណាស់រឿងបញ្ហាមិនចេះចប់មិនចេះហើយទេយើងមើលរាល់ថ្ងៃសកម្មភាពវាយដំកាប់ចាក់បោះម៉ូតូហ្នឹងមួយថ្ងៃដឹងប្រមាណករណីទេច្រើនមែនតើហើយអាយុ5 10 6 10ជួយដែលត្រូវចូលសាលាខិតខំប្រឹងប្រែងរៀនសូត្រក្រេបចិញ្ចក់យកចំណេះដឹងប៉ុន្តែគួរឲ្យស្ដាយខូចអនាគតអស់ហើយនៅពេលដែលមានតែយុវជនអញ្ចឹងទំពាំងអញ្ចឹងតើឲ្យគ្រួសារមួយនឹងខ្លាំងបែបណាទៅតាមណារួចសង្គមនឹងអស្ចារ្យខ្លាំងប៉ុណ្ណារឹងមាំប៉ុណ្ណាបើយុវជនយកមកសុទ្ធតែរលួយដូច្នេះហើយទាន់ខ្លួននៅក្មេងចូលខិតខំប្រឹងប្រែងរៀនសូត្រគិតចិញ្ចក់ចំណេះដឹងដាក់ខ្លួនឲ្យខ្លាំងខ្លាយជាមនុស្សដែលអាចពឹងពាក់បាននៅថ្ងៃក្រោយ